សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះមានលើយករឿងផាំងត្រាំងអង្កលមកធ្វើការសម្រេចតកាលមកដល់ថ្ងៃថ្មីបន្ទាប់ពីភ្ញាក់ពីគេងភ្លាមហ្នឹងណាស៊ឺមីរ៉ាក៏បានសប្បាយស័យអើមើត្រង់កន្លែងនៃ idol របស់ខ្លួននេះបានចោះកបល់ឲ្យកាលពីថ្ងៃមុនគឺថាគេក៏មានអារម្មណ៍ថាឈឺដែរប៉ុន្តែនៅពេលដែលសម័យនឹកឃើញរូបភាពរបស់ idol ភ្លាមហ្នឹងណាគឺថាគេបានឈឺភ្លាមងាកមកខាងឯងវិញគេក៏ចាប់ផ្ដើមតែងខ្លួនហើយនឹងពាក់សក់ដើម្បីខ្លាចខ្លួនជាអេណាកាដែលកំឡុងពេលហ្នឹងដែរគេក៏បានសម័យនឹកឃើញរូបភាពដែលគេហ្នឹងណាប្រងថើស៊ឺមីរ៉ាឲ្យពេលហ្នឹងមិនតែស៊ឺមីរ៉ាបានប្រកែងបន្ទាប់ពីសម័យហើយគឺថាគេលង្សែតែម្ដងដោយសារតែគេហ្នឹងណាគិតថាប្រហែលជាស៊ឺមីរ៉ានេះមិនបានឆ្លាញ់ខ្លួនទេមើលទៅតាមមកដល់កន្លែងធ្វើការរបស់ស៊ឺមីរ៉ាវិញម្ចាស់ហាងក៏បានសួរស៊ឺមីរ៉ាថាសម្រាប់ថ្ងៃស្អែកហ្នឹងណាដល់ថ្ងៃប្រកួតហើយត្រូវអន់បន្ទាប់ពីលើបែបហ្នឹងមករួមការងាររបស់ស៊ឺមីរ៉ាហ្នឹងណាក៏បានសួរម្ចាស់ហាងដែរថាតើការប្រកួតប្រជែងគេម្ចាស់ហាងក៏បានឆ្លើយថាគឺវាជាការប្រកួតប្រជែងធ្វើម៉ូដសម្លៀកបំពាក់បើសិនជាពួកយើងយកឈ្នះក្នុងការប្រកួតមួយនេះគឺសម្លៀកបំពាក់របស់យើងនឹងត្រូវបានតារាម៉ូដែលល្បីល្បាញឯនេះពាក់ដើរបង្ហាញដោយលើម្ចាស់ហាងនិយាយបែបហ្នឹងស៊ីមរ៉ាក៏បានគិតថាសម្រាប់ថ្ងៃនេះនឹងជាថ្ងៃចុងក្រោយហើយសម្រាប់ការរៀបចំសម្លៀកបំពាក់របស់ខ្ញុំបើទោះបីជាក្តីសម័យរបស់ខ្ញុំចង់ឲ្យឯងនឹងយកសម្លៀកបំពាក់ដែលខ្ញុំបានច្នៃនេះធ្វើការដើរបង្ហាញក៏ដោយប៉ុន្តែប្រហែលជាពួកយើងនឹងក៏មិនអាចត្រឡប់ទៅដូចដើមបានដែររួចគេក៏បានសម័យនឹកទៅដល់រូបភាពដែលឯងនឹងបានអោនមកចិត្តគេហើយនឹងរូបភាពដែលអេនកានេះបានអោនមកចិនគឺនៅកំឡុងពេលទាំងពីរហ្នឹងគឺគេមានអារម្មណ៍ថាដូចជាគេមិនអាចបែងចែកបានទេថាតើគេនឹងមានអារម្មណ៍ស្រឡាញ់ចំពោះនរណាម្នាក់ងាកមកខាងឯងវិញកំពុងតែ make up ហ្នឹងជាងក៏បានសួរដែរតើសម្រាប់ថ្ងៃស្អែកក្នុងការប្រកួតហ្នឹងថាតើអ្នកណាជាអ្នកពាក់ឈុតហ្នឹងដែលបង្ហាញថាតើជាលោកមែនឯងក៏បានតបថាអត់ទេសម្រាប់ថ្ងៃស្អែកហ្នឹងដៃគូរបស់ខ្ញុំគឺគេជាអ្នកពាក់គ្រាន់តែគេនិយាយថាដៃគូរបស់គេជាអ្នកពាក់ហ្នឹងក៏ឃើញថាទឹកមុខរបស់គេនេះឡើងសែនដោយឃើញបែបហ្នឹងជាងផាតមកក៏បានសួរបញ្ជាក់ថាតើគេម្នាក់ហ្នឹងមែនគឺគេម្នាក់ហ្នឹងដែលលោកបាននិយាយថារាល់ពេលដែលលោកនិយាយអំពីរឿងស្នេហាហ្នឹងគឺតែតែមានភាពល្ងងខ្លាំងចំពោះមុខគេត្រូវអន់ដោយឃើញថាគេមិនឆ្លើយទេគាត់ក៏បានបន្ថែមទៀតថាគឺវាជាពេលវេលាសម្រាប់អ្នកទាំងពីរហ្នឹងបង្ហាញរឿងជាមួយគ្នាហើយត្រូវអន់ហើយខ្ញុំក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរប៉ុន្តែសូមឲ្យសំណាងល្អបន្ទាប់ពីលើជាងមេអវនិយាយអញ្ចឹងឃើញថាគេហ្នឹងក៏រៀងសប្បាយចិត្តបន្តិចហើយក៏បានឆ្លើយតបថាគឺពិតណាស់តាមមកដល់ពេលល្ងាចនៅសាលារៀនក៏ឃើញថាម្នាក់ហ្នឹងញាប់ដៃញាប់ជើងក្នុងការរៀបចំសម្លៀកបំពាក់ណាដោយសារតែវាជាថ្ងៃចុងក្រោយអញ្ចឹងហើយម្នាក់ហ្នឹងត្រូវតែព្យាយាមធ្វើវាឲ្យក្នុងថ្ងៃនេះចំណែកខាងអេណាកាហើយនិងស៊ឺមីរ៉ាហ្នឹងក៏ញាប់ដៃញាប់ជើងដែរគឺថាពួកគេកំពុងធ្វើការដេកសម្លៀកបំពាក់ប៉ុន្តែដោយសារតែគេញាប់ពេកស៊ឺមីរ៉ាហ្នឹងត្រូវបានបញ្ចូលមុតដៃគ្រាន់តែឃើញគេមុតដៃភ្លាមហ្នឹងអេណាកាបារម្ភខ្លាំងមែនតើក៏បានសប្បាយទៅចិត្តហើយក៏បានយកបងនេះយកបាត់ឲ្យភ្លាមហើយចំពោះបងមួយហ្នឹងគឺជាបងរបស់ស៊ឺមីរ៉ាគេក៏បានយកទុកហើយយកតាមខ្លួនរហូតមកបន្ទាប់ពីបាត់ហើយគេបាននិយាយបន្ថែមថាគឺវាដូចគ្នានឹងឯងបាត់ឲ្យយើងអញ្ចឹងគឺវាជាគូបន្ទាប់ពីឮថាជាគូអញ្ចឹងឃើញថាស៊ឺមីរ៉ាហ្នឹងក៏រៀងអៀនដែរក៏ចាប់ផ្ដើមធ្វើការងារទៀតទៅដែលពេលហ្នឹងដែរអ្នកគ្រូក៏បានប្រាប់ថាសម្រាប់ថ្ងៃស្អែកហ្នឹងគឺពួកយើងត្រូវធ្វើការដើរហាត់សមនៅម៉ោង10ហើយសម្រាប់កម្មវិធីធំហ្នឹងពួកយើងត្រូវចាប់ផ្ដើមនៅម៉ោង2ពេលរសៀលអញ្ចឹងហើយកុំយឺតលឿនអន់បន្ទាប់ពីអ្នកគ្រូចេញទៅបាត់ស៊ឺមីរ៉ាក៏បានអោតមុខចុះហើយក៏បានគិតថាពេលខ្លះគឺខ្ញុំក៏មិនអាចមើលចំកែវភ្នែករបស់អេនេកាបានដែរបន្ទាប់ពីឃើញសភាពបែបហ្នឹងអេណាកាក៏បានគិតថាប្រហែលជាគេមិនអាចបដូរអារម្មណ៍បានទេគឺវាជាកំហុសរបស់ខ្ញុំមួយសន្ទុះធំក្រោយមកឃើញថាពួកគេត្រូវដល់មកទៅផ្ទះហើយមុនពេលដែលទៅហ្នឹងអេណាកាក៏បាននិយាយថាគឺពួកយើងត្រូវធ្វើវាឲ្យបានល្អសម្រាប់ថ្ងៃស្អែកស៊ឺមីរ៉ាក៏បានតបថាពិតណាស់ចាំជួបគ្នានៅថ្ងៃស្អែកហើយគេក៏បានដើរចេញទៅបន្ទាប់ពីគេចេញទៅបាត់អេណាកាក៏បានគិតថាគឺស៊ឺមីរ៉ាហ្នឹងខិតខំប្រឹងប្រែងធ្វើការងារមួយនេះណាគឺវាជាក្តីសុបិនរបស់គេប៉ុន្តែមិនថាតើក្តីសម័យរបស់គេហ្នឹងខ្លាចជាការពិតឬក៏អត់នោះទេហើយចុះនៅពេលដែលគេដឹងថាខ្ញុំនេះជាអាយថាតើនឹងមានរឿងអ្វីកើតឡើងងាកមកខាងស៊ឺមីរ៉ាវិញនៅពេលដែលគេបានដើរកាត់អាក្លឹបមួយហ្នឹងគេបានគិតថាគឺវាហ្នឹងជាទីកន្លែងដំបូងដែលខ្ញុំបានដើរលេងពេលយប់ហើយវាក៏ជាទីកន្លែងដំបូងដែលខ្ញុំបានដើរលេងជាមួយនឹងអាយដែរហើយគេបានសម័យនឹកគិតទៅដល់រូបភាពទាំងអស់ហ្នឹងហើយក៏បានគិតទៀតថាគឺវាហ្នឹងជាពេលវេលាដែលភ្លឺស្វាងសម្រាប់ខ្លួនរបស់ខ្ញុំប៉ុន្តែឥឡូវនេះគឺខ្ញុំពិតជាមិនយល់ពីអារម្មណ៍របស់ខ្លួនឯងសោះដែលពេលហ្នឹងខ្ញុំបានធ្វើឲ្យសម្លៀកបំពាក់របស់ idol របស់ខ្ញុំខូចហើយខ្ញុំថែមទាំងនាំ idol របស់ខ្លួនហ្នឹងទៅស្នេហាគេហើយនឹងធ្វើការស្នើសុំឲ្យគេនេះផ្ដល់ការចងចាំមួយដល់ខ្ញុំទៀតប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចជាខ្លួនឯងនេះកំពុងតែមានអារម្មណ៍ថាខុសអ្វីម្យ៉ាងមិនទេហើយបន្តមកគេបានសម័យនឹកគិតទៅដល់ពេលវេលាដែលគេហ្នឹងបានដើរលេងជាមួយនឹងអេណាកាហើយនឹងពេលវេលាដែលពួកគេនេះបានធ្វើការជាមួយគ្នាបន្ទាប់ពីសម័យហើយគេបានគិតទៀតថាហេតុអីបានជាខួរក្បាលរបស់ខ្ញុំឥឡូវនេះមានតែកំណត់របស់អេណាកាអញ្ចឹងកាលមកដល់ថ្ងៃថ្មីនៅសាលារៀនគឺជាពេលវេលាដែលពួកគេត្រូវធ្វើការហាត់សមក្នុងការដើរម៉ូដ
nghe mà khang sư mira wen có khơi tha kê của bạn xì sầm liềm về để buộc kê bạn chnay hai đôi khi trong này trong đặt tây và tao bị khơi chốt nâng hai cứ tha mà đẹp nè nó ngã tại sao mình đại bị mò tê gọi là sao tại vì anh miền style sạch bật men ê này cái của bạn này dây từ sư mira tha cứ việc xa xong cho mượn đường anh na cứ slot sạch bật men đại bên nâng đai này cái của bạn mà ha buộc kê đi chân tao hàng cao gọi là sao tại đó pe hạ xóm hơi các mà đo hàng cao ở khơi tha trong đẹp nè nó ngã bàn tiên luôn đôi chỉ sai trong cả đầu bằng hai hai nè là đau chân đồng bông cây nó ngã cứ tha cứ chỉ sư mira nâng anh hai con thì cây ban đau chân và hai chỉ pi ba chấm hiền có khơi tha cây nia của ban tệ chân đua luôn anh tây trong này em là cao quên của ban sờ vào rồi mà lơ hai của ban xua đây tha tay đây tê men chưa trong cái lại na khla sư mira của ban to tha cứ trong chư nè ban tay nóไปđể cây ban khơi sầm liềmไปlà bỏ cây đaiอ่อนchân cứ tha cây phay khlang mình tên mình đang tha cua thua bẹp na tiệt tê đôi khơi tha cây bờ rong pe em là cao của ban này dây tha là nó ngã ai ngò bờ rong sân tơ cứ tha vầy vầy đang lọ bờ xa haiបន្តមកគេបានគ្រាស៊ឺមីរ៉ានីមកក្នុងដើម្បីធ្វើការរួមអាកជើងនៃគេបានក្រេញបន្តពីរួមហើយនៅគ្រូបាននិយាយថាគឺវាគ្រាន់តែកិច្ចតែប៉ុន្តែនៅពេលដែលចប់កម្មវិធីហ្នឹងណាបញ្ញាប់ទៅមន្ទីរពេទ្យដែរទៅអ្នកគ្រូក៏បាននិយាយទៅស៊ឺមីរ៉ាថាបើអញ្ចឹងហ្នឹងណាមានន័យថាសម្រាប់ការប្រកួតមួយនេះឯងមិនអាចដើរបានទេតែស៊ឺមីរ៉ាព្រមទេក៏បាននិយាយថាអីទេអ្នកគ្រូគឺខ្ញុំអាចដើរបានដោយឃើញថាគេទទួលសុំដើរពេកឯនៅការក៏បាននិយាយថាខ្ញុំមិនអាចឲ្យឯងដើរបានទេស៊ឺមីរ៉ាក៏បានសួរថាហើយចោះតេតូននឹងការប្រកួតនឹងហើយសម្លៀកបំពាក់របស់យើងនឹងថាតើពួកយើងគួរធ្វើបែបម៉េចឯនៅការក៏បានតបទៀតថាបើអញ្ចឹងនឹងតើខ្ញុំជាអ្នកដើរក៏បានដែរស៊ឺមីរ៉ាក៏បានសួរទៀតថាតែឯងកំពុងតែនិយាយពីអីក៏ដោយសារតែកម្ពស់របស់ពួកយើងនឹងគឺខុសគ្នាទាំងស្រុងដូច្នេះហើយខ្ញុំជាអ្នកដើរវិញគឺពួកយើងគ្រាន់តែធ្វើការជួសជុលវាបន្តិចហ្នឹងណាគឺបានហើយវាលឿនជាងតែឯនៅការអប់រំទេក៏បានសប្បាយយកសម្លៀកបំពាក់ហ្នឹងយកមកហែកកន្លែងដែរនឹងចោលតែម្ដងព្រោះគេក៏បានរួមបញ្ចូលខ្ទាស់ហើយនៅពេលដែលវាមានតិចពេកហ្នឹងណាគេក៏បានស្នើសុំមិត្តភ័ក្តិដទៃថាតើពួកគេមានដែរអន់បន្ទាប់ពីឃើញបែបហ្នឹងមករួមថ្នាក់របស់ពួកគេហ្នឹងណាក៏មិនបានឈួរមើលដែរក៏បានសប្បាយរួមបញ្ចូលខ្ទាស់នេះយកមកឲ្យគេទៅចំណែកឯនៅការក៏បានសប្បាយយកបញ្ចូលខ្ទាស់ហ្នឹងណាមកខ្ទាស់ខោដើម្បីឲ្យខោនេះបានជើងវែងជើងមុនបន្ទាប់ពីឃើញអញ្ចឹងអ្នកគ្រូក៏បានសរសើរដែរគឺថាសម្លៀកបំពាក់របស់ពួកគេហ្នឹងណាពិតជាមាន style ពិតមែនចំណែកស៊ឺមីរ៉ាវិញឃើញថាគេហ្នឹងណាក៏មានភាពភ្ញាក់ផ្អើលដែរនៅពេលដែលឃើញថាឯនេការអាចកែប្រែស្ថានភាពបានបែបនេះហើយនៅពេលដែលគេបានឃើញមើលរួមថ្នាក់ចិត្តល្អយកមកជុលយកមកឲ្យអញ្ចឹងណាគេបានសម្លាញ់នៅគេទៅដល់ពេលមួយដោយសារតែគេគឺជាមនុស្សដែលកែតែគិតថាគឺអ្នកដែលនៅជុំវិញខ្លួនរបស់គេហ្នឹងណាសុទ្ធតែជាដៃគូប្រកួតប្រជែងទាំងអស់បន្ទាប់ពីកើតយល់ហើយគេបានអរគុណទៅដល់មើលរួមថ្នាក់របស់គេទាំងអស់គ្នាសម្រាប់ការជួយមួយនេះរួចគេក៏បាននិយាយទៅឯនេការថាសម្រាប់ផ្នែកខាងលើហ្នឹងណាចាំខ្ញុំជួយធ្វើការកែប្រែដើម្បីឲ្យស័ក្តិសមនឹងរាងរបស់ឯងបន្តែក្រោយមកឃើញថាសម្លៀកបំពាក់ដែលគេធ្វើការកែប្រែហ្នឹងណាក៏បានរួចរាល់ហើយក៏មានមិត្តភក្តិរបស់គេម្នាក់ហ្នឹងណាក៏បានមកនិយាយជាមួយនឹងឯនេការដែរសម្រាប់ make up ហើយនឹងសក់ចាំខ្ញុំជួយធ្វើបន្ទាប់ពីលឿនអញ្ចឹងពួកគេសប្បាយចិត្តខ្លាំងមែនតើហើយមុនពេលដែលដើរទៅ make up ហ្នឹងណាឯនេការក៏បាននិយាយទៅស៊ឺមីរ៉ាថាខ្ញុំសុំទោសចំណែកស៊ឺមីរ៉ាវិញក៏ឆ្ងល់ដែរថាតើគេសុំទោសអំពីរឿងអីកាលមកដល់ខាងក្រោមក៏ឃើញថាមានភ្ញៀវជាច្រើនក៏បានមកចូលរួមមើលការដើរបង្ហាញមួយនេះដែរងាកមកខាងអេនាការវិញជាង make up ហ្នឹងណាក៏បាននិយាយថាអេនាការមិនដោះមួកចេញសិនទៅហើយនៅពេលដែលគេបានឃើញសក់របស់អេនាការពេលអញ្ចឹងគេបានសួរថាតើសក់របស់ឯងមានបញ្ហាអីមែនហើយនៅពេលដែលគេសម្លឹងមុខអេនាការចំហ្នឹងណាគឺថាគេភ្ញាក់ផ្អើលមែនទែនដល់ឃើញថាគេដឹងហើយអេនាការក៏បាននិយាយថាតើឯងអាចរក្សារឿងនេះជាការសម្ងាត់បានអន់ហើយមួយវិញទៀតសូមឯងជួយធ្វើយ៉ាងណាក៏ដោយហ្នឹងណាកុំឲ្យអ្នកដទៃចងចាំថាខ្ញុំជាអ្នកណាកាលមកដល់ខាងក្រៅវិញវិធីក៏បាននិយាយថាសម្រាប់ការដើរម៉ូដមួយនេះអ្នកឈ្នះហ្នឹងណាគឺថាត្រូវបានដាក់បន្ទូដោយភ្ញៀវកិត្តិយសទាំងអស់គ្នាហើយសម្រាប់អ្នកដែលឈ្នះគឺពួកគេអាចធ្វើការសហការជាមួយនឹងម៉ូដដែលដ៏ល្បីល្បាញរបស់យើងហ្នឹងណាគឺថាជាឯងបន្ទាប់ពីពិធីក៏និយាយចប់ហើយគឺវាជាពេលវេលាដែលបេក្ខជនទាំងអស់គ្នានេះត្រូវចាប់ផ្ដើមដើរបង្ហាញហើយអ្នកដែលដើរដំបូងគេហ្នឹងណាគឺថាជាឯនេការនឹងឯងចំណែកស៊ឺមីរ៉ាវិញបន្ទាប់ពីឃើញឯនេការដើរចេញមកហ្នឹងណាគឺថាគេភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារតែការដើរហើយនឹងទឹកមុខរបស់គេហ្នឹងណាពិតជាស័ក្តិសមជាម៉ូដែលខ្លាំងណាស់បន្ទាប់ពីឃើញការដើរយ៉ាងមានទំនុកចិត្តបែបនេះស៊ឺមីរ៉ាក៏បានគិតថាសម្រាប់ការដើរមួយនេះគឺខ្ញុំមិនដែលមើលខុសទេគឺមានន័យថាឯនេការគឺជាឯងដោយសារតែការដើររបស់គេហ្នឹងណាពិតជាអស្ចារ្យណាស់សូម្បីតែសម្លៀកបំពាក់ក៏គេអាចធ្វើការកែប្រែវានេះទៅជាសម្លៀកបំពាក់ដ៏អស្ចារ្យដែរហើយបន្តមកគេបានសម័យនៅគឺទៅដល់រូបភាពដែលឯនេការហ្នឹងណាចាប់ផ្ដើមធ្វើការកែប្រែម៉ូដសម្លៀកបំពាក់មួយហ្នឹងហើយនឹងពេលវេលាដែលពួកគេដើរលេងយកជាមួយគ្នាក៏ដោយសារតែពួកគេហ្នឹងណាចង់បានកំណត់ថ្មីក្នុងការច្នៃសម្លៀកបំពាក់ដែលទាំងអស់ហ្នឹងហើយគឺជាម៉ូដសូម្បីតែវាខូចហើយហ្នឹងណាយើងក៏អាចកែប្រែវាបានដែរបន្ទាប់ពីចប់ការប្រកួតឯនេការក៏បានស្វាដើរទៅរកស៊ឺមីរ៉ាបន្ទាប់ពីលើគេហៅខ្លួនស៊ឺមីរ៉ាអញ្ចឹងគេក៏បាននិយាយថាគឺលោកហ្នឹងណាគួរតែហៅខ្ញុំថាជាអាគីថាតើវាសប្បាយខ្លាំងណាស់មែននៅពេលដែលលោកឃើញថាខ្ញុំជាមនុស្សល្ងងបែបនេះឬមួយក៏លោកគ្រាន់តែចង់លេងសើចជាមួយខ្ញុំត្រូវអន់ថាតើឯងដឹងអត់ឯនេការគឺខ្ញុំពិតជាស្អប់អារម្មណ៍មួយនេះណាគឺអារម្មណ៍ដែលត្រូវបានគេបោកប្រាស់បែបនេះឯនេការក៏បានតបថាគឺខ្ញុំដឹង
ซึ่งไม่ได้กับบ้านสู้ទៀតថាហើយដែលបានជាពេលហ្នឹងលោកថាខ្ញុំឯនៅការกับบ้านតបថាខ្ញុំសុំទោសផងបើទោះបីជាបែបហ្នឹងក៏ដោយគឺខ្ញុំនៅតែត្រូវការឯងហើយគេប្រុងដើរទៅចិត្តហើយប៉ុន្តែស៊ឺមីរ៉ាក៏បាននិយាយទាំងក្តុកក្តួលថាសូមឲ្យខ្ញុំសុំអង្វរគឺឯងឈប់លេងសើចជាមួយនឹងអារម្មណ៍របស់ខ្ញុំទៀតទៅឥឡូវនេះសូមឯងចាក់ចេញសិនទៅគឺខ្ញុំមិនចង់ឃើញឯងទេបន្ទាប់ពីឯងនៅការចេញទៅអ្នកគ្រូក៏បានចូលមកđểប្រាប់ថាសម្លៀកបំពាក់របស់ឯងហ្នឹងបានចោលលេខ1ហើយចោលឯងនៅការថាតើគេនៅណាចំណែកស៊ឺមីរ៉ាវិញគឺថាគេបានឆ្លើយទេបានតាមតែងាកមុខចេញក៏ដោយសារតែគេកំពុងតែយំបន្តិចក្រោយមកឃើញថាគេក៏បានត្រឡប់មកដល់ផ្ទះហើយក៏ដោយសារតែគេខឹងពេកអញ្ចឹងណាគេក៏បានសវ៉ាទៅបករូបដែលគេបានបាត់ក្នុងបន្ទប់ចេញទៅតាំងតែពីពេលហ្នឹងមកគឺថាគេហើយនឹងអេណាកាហ្នឹងមិនដែលនិយាយរួគ្នាទេតាមមកដល់ថ្ងៃថ្មីនៅកន្លែងធ្វើការឃើញថាទៅមុខរបស់គេហ្នឹងមិនសូវសប្បាយចិត្តសោះបន្ទាប់ពីឃើញអញ្ចឹងមើលរួមការងាររបស់គេហើយនឹងម្ចាស់ហាងហ្នឹងក៏ឆ្ងល់ដែរដោយសារតែការប្រកួតគឺថាគេបានឈ្នះហើយប៉ុន្តែឃើញថាគេមិនសូវសប្បាយចិត្តសោះតាំងតែពីពេលហ្នឹងមកហើយម្ចាស់ហាងក៏បាននិយាយទៀតថាកាលពីដំបូងនៅពេលដែលគេចូលមកសម្ភាសហ្នឹងគឺយើងដូចជាមិនសូវទុកចិត្តគេសោះប៉ុន្តែនៅពេលដែលយើងបានឮពីចំណងចំណូលចិត្តដែលគេចង់ធ្វើការលក់សម្លៀកបំពាក់ហ្នឹងទៅយើងទុកចិត្តហើយក៏បានសម័យដែលស៊ឺមីរ៉ាបាននិយាយថាតាមអ្វីដែលខ្ញុំគិតសម្លៀកបំពាក់អាចធ្វើឲ្យយើងមានភាពក្លាហានហើយនឹងធ្វើឲ្យយើងមានទំនុកចិត្តលើខ្លួនឯងដើម្បីធ្វើរឿងអ្វីមួយដូច្នេះហើយទៅខ្ញុំចង់ជួយអ្នកដទៃដើម្បីឲ្យទទួលបានភាពក្លាហានបែបនេះដែលពេលហ្នឹងហើយទៅធ្វើឲ្យយើងដឹងថាការពិតទៅគឺគេហ្នឹងជាមនុស្សដែលខ្វះទំនុកចិត្តលើខ្លួនឯងប៉ុន្តែគេក៏ជាប្រភេទមនុស្សដែលអាចស្វែងរកភាពក្លាហានរបស់គេហ្នឹងតាមការច្នៃម៉ូដសម្លៀកបំពាក់របស់គេផងដែរងាកមកខាងស៊ឺមីរ៉ាវិញគេបានគិតថាពេលកន្លងមកហ្នឹងឃើញថាអេនកាយកចិត្តទុកដាក់ក្នុងការធ្វើម៉ូដសម្លៀកបំពាក់មួយនេះណាដែលមើលទៅគឺគេក៏ដឹងដែរសម្រាប់ការប្រកួតមួយនេះវាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំហើយមូលហេតុដែលគេមិនបានប្រាប់រឿងនេះដល់ខ្ញុំហ្នឹងប្រហែលជាគេខ្លាចថាខ្ញុំមិនអាចធ្វើការផ្ដោតអារម្មណ៍ចំពោះការប្រកួតមួយនេះបើទោះបីជាខួរក្បាលរបស់ខ្ញុំបានដឹងអំពីរឿងនេះហើយប៉ុន្តែហេតុអីបានជាអារម្មណ៍របស់ខ្ញុំហ្នឹងមិនអាចធ្វើការទទួលយកបានកាលមកដល់ថ្ងៃថ្មីនៅសាលារៀនឃើញថាពួកគេក៏បានអង្គុយជិតគ្នាដោយកាលពីពេលមុនដែរដោយសារតែខួរក្បាលរបស់គេកំពុងតែច្បោកច្បល់អញ្ចឹងហើយគេមិនអាចប្រឈមមុខជាមួយនឹងអេណាកាបានបន្ទាប់ពីចប់ម៉ោងរៀនអេណាកាក៏បានយកលិខិតអញ្ជើញរបស់ TBC ហ្នឹងយកទៅឲ្យស៊ឺមីរ៉ាដោយសារតែលិខិតហ្នឹងគឺថាអ្នកគ្រូជាអ្នកយកឲ្យដែលគាត់បានបញ្ជាក់ថាក៏ដោយសារតែឯងនឹងពីរនាក់ហ្នឹងជាដៃគូជាមួយគ្នាអញ្ចឹងហើយមិនឯងយកទៅឲ្យស៊ឺមីរ៉ាផងទៅប៉ុន្តែស៊ឺមីរ៉ាបានទទួលយកទេក៏បាននិយាយថាខ្ញុំអរគុណប៉ុន្តែខ្ញុំមិនចង់ទៅនោះទេបន្ទាប់ពីលឺអញ្ចឹងអេណាកាក៏រៀងសើចដែរក៏បាននិយាយថាការពិតទៅគឺខ្ញុំហ្នឹងមិនគួរណានិយាយបែបហ្នឹងទេប៉ុន្តែខ្ញុំពិតជាសង្ឃឹមថាគឺឯងនឹងអាចទៅចូលរួមកម្មវិធីមួយនេះបានរួចគេក៏បានទុកលិខិតអញ្ជើញនឹងលើតុហើយគេក៏បានដើរចេញទៅតាមមកដល់ថ្ងៃកម្មវិធីក៏ឃើញថាអ្នកគ្រូហើយនឹងមិត្តរួមថ្នាក់របស់គេហ្នឹងក៏បានមករងចាំស៊ឺមីរ៉ាដែរប៉ុន្តែមិនឃើញគេមកសោះងាកមកខាងស៊ឺមីរ៉ាវិញគឺថាគេហ្នឹងបានរៀបចំខ្លួនហើយប៉ុន្តែគេមិនដាច់ចិត្តថាទៅសោះប៉ុន្តែបន្តពីកើតមួយសន្ទុះទៅគេក៏បានសម្រេចចិត្តរត់ចេញទៅយ៉ាងលឿនងាកមកខាងមើលរួមថ្នាក់របស់គេវិញបន្ទាប់ពីឃើញស៊ឺមីរ៉ារត់មកហ្នឹងគឺថាពួកគេសប្បាយចិត្តខ្លាំងមែនទែនហើយគេក៏បានសួរដែរថាតើអេណាកានៅណាអត់ឃើញមកជាមួយឯងអញ្ចឹងតែមិត្តភក្តិរបស់គេម្នាក់ទៀតក៏បាននិយាយថាឥឡូវហ្នឹងកុំបាយនិយាយច្រើនអីវិញ្ញាទៅលឿនឡើងកាលមកដល់ខាងក្នុងវិញក៏ឃើញថាអេណាកាក៏បានដើរបង្ហាញម៉ូដប៉ុន្តែសម្រាប់ថ្ងៃនេះគឺគេហ្នឹងតែងខ្លួនជាអាយធ្វើការបង្ហាញគ្រាន់តែគេដើរចេញមកភ្លាមហ្នឹងក៏ឃើញថាហ្វេនរបស់គេនេះស្រីហូលឡើងពេញក្នុងហ្នឹងតែម្ដងក៏ដោយសារតែគេជាមនុស្សសង្ហាហើយសមត្ថភាពក្នុងការដើរបង្ហាញម៉ូដរបស់គេហ្នឹងគឺថាល្អឥតខ្ចោះចំណែកស៊ឺមីរ៉ាវិញឃើញថាគេក៏សប្បាយចិត្តដែរក៏ដោយសារតែវាហ្នឹងជាក្តីសម័យរបស់គេឥឡូវនេះបានសម្រេចហើយបន្ទាប់ពីចប់ការបង្ហាញពិធីក៏បានសួរអាយថាតើលោកមានអារម្មណ៍យ៉ាងណាដែរបន្ទាប់ពីបានពាក់ឈុតមួយនេះអាយក៏បានឆ្លើយថាគឺវាជាប្រភេទសម្លៀកបំពាក់នៅពេលដែលយើងពាក់វាហើយហ្នឹងធ្វើឲ្យយើងចង់ចេញទៅក្រៅដើម្បីដើរលេងពេញមួយយប់ហើយខ្ញុំក៏បានគិតថាការបង្ហាញពីទំនាក់ទំនងតាមរយៈពណ៌ក្រណាត់ហើយនឹងបញ្ចូលមួយនេះគឺវាពិតជាគំនិតដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់តាំងតែពីដើមឡើយខ្ញុំតែងតែគិតថានៅពេលដែលសម្លៀកបំពាក់របស់យើងនេះបានដាច់ឬក៏ខូចឬមួយទំនាក់ទំនងរបស់ពួកយើងត្រូវបានបែកបាក់គឺយើងគួរតែបោះវាចោលប៉ុន្តែបើសិនជារបស់នឹងវាមានសារៈសំខាន់សម្រាប់យើងហ្នឹងចាប់តាំងពីពេលនេះទៅគឺខ្ញុំនឹងយកបញ្ចូលខ្ទោះដើម្បីធ្វើការខ្ទោះវាតុងគឺធ្វើយ៉ាងណាក៏ដោយដើម្បីឲ្យពួកវាហ្នឹងអាចនៅជាមួយគ្នាបានដែលទាំងអស់នេះហើយគឺជាអារម្មណ៍ដែលខ្ញុំមានគ្រាន់តែអាចនិយាយចាប់ភ្លាមស៊ឺមីរ៉ាហ្នឹងក៏បានសប្បាយរត់ចេញពីកន្លែងហ្នឹងតែម្ដងដោយឃើញបែបហ្នឹងអាយក៏បានធ្វើការសុំទោសទៅដល់ហ្វេនហើយគេក៏បានសប្បាយរត់ចេញពីកន្លែងហ្នឹងដូចគ្នាងាកមកខាងស៊ឺមីរ៉ាវិញកំឡុងពេលរត់ហ្នឹងគេបានគិតថានៅពេលដែលគេនិយាយបែបហ្នឹងគឺគេសម្លឹងមើលខ្ញុំបើសិនជារបស់នោះមានសារៈសំខាន់សម្រាប់យើងគឺយើងត្រូវព្យាយាមរួមបញ្ចូលវាយដើម្បីរក្សាវាតុងហើយគេក៏បានសម័យនឹកគិតទៅដល់ពេលអេណាកាបាននិយាយថាបើទោះបីជាបែបហ្នឹងក៏ដោយគឺខ្ញុំនៅត្រូវការឯងចំណែកអាយវិញក៏បានព្យាយាមរត់តាមអ្នកស្រីថាស៊ឺមីរ៉ាឈប់សិនស្ដាប់ខ្ញុំសិនតែស៊ឺមីរ៉ាក៏បាននិយាយថាគឺខ្ញុំគ្មានរឿងអីដែលត្រូវនិយាយទេអាយក៏បានសប្បាយអន់ចោលដើម្បីធ្វើការចងខ្សែបជើងឲ្យស៊ឺមីរ៉ាដោយឃើញបែបហ្នឹងស៊ឺមីរ៉ាក៏បានសួរថាតើខ្សែបែកជើងហ្នឹងវាជារឿងសំខាន់ហ្នឹងមែនអាយក៏បានតបថាគឺខ្ញុំធ្លាប់ឃើញមួយរួមថ្នាក់គ្រោះថ្នាក់ចរាចរណ៍ក៏ដោយសារតែខ្សែបែកជើងហ្នឹង
ដូច្នេះហើយគឺឯងត្រូវចង់វាឲ្យបានល្អកុំឲ្យវាញ៉ៃញ៉ៃបែបហ្នឹងទៀតបន្ទាប់ពីលឺគេនិយាយអញ្ចឹងស៊ឺមីរ៉ាក៏បានគិតក្នុងចិត្តថាហេតុអីបានជាគេហ្នឹងណាគួរឲ្យស្រឡាញ់ម៉ែដែលពេលនឹងដែរឃើញថាឯងហ្នឹងណាប្រុងនិយាយតទៀតហើយប៉ុន្តែស៊ឺមីរ៉ាក៏បានបែរមុខចេញហើយនិយាយថាឈប់និយាយទៅគឺលោកឈប់និយាយហើយនឹងធ្វើមុខសង្ហាបែបនេះដាក់ខ្ញុំទៀតហើយគេប្រុងដែរចាញ់ហើយឯងក៏បាននិយាយថាតើខ្ញុំអាចធ្វើការណែនាំខ្លួនម្ដងទៀតបានអន់គឺខ្ញុំរីករាយណាស់ដែលបានជួបឯងហើយឈ្មោះរបស់ខ្ញុំគឺអេណាកាហើយខ្ញុំក៏ជាតារាម៉ូដែលអាជីពម្នាក់ដែរហើយឈ្មោះនៅលើឆាតរបស់ខ្ញុំហ្នឹងណាមានឈ្មោះថាឯងហើយថាខ្ញុំក៏ជាមនុស្សល្ងងម្នាក់ដែរប៉ុន្តែខ្ញុំចង់ធ្វើសម្លៀកបំពាក់ហើយជារៀងរាល់ល្ងាចគឺខ្ញុំក៏រៀននៅសាលារៀន fashion មួយកន្លែងដែរហើយឥឡូវនេះខ្ញុំក៏បានឆ្លៃមនុស្សម្នាក់ទៀតនិយាយឲ្យត្រង់ទៅមុនដំបូងនេះខ្ញុំទៅចិត្តឯងហ្នឹងណាក៏ដោយសារតែខ្ញុំចង់ដឹងចង់ស្គាល់ប៉ុណ្ណោះហើយនៅពេលដែលខ្ញុំបានទៅចូលចិត្តឯងទៅដឹងថាឯងហ្នឹងណាជាមនុស្សនិយាយត្រង់ហើយស្មោះត្រង់ហើយថាឯងក៏ជាមនុស្សដែលប្រកែកពិចារណាហើយក៏ជាមនុស្សដែលចូលចិត្តបារម្ភប៉ុន្តែឯងក៏ជាមនុស្សដែលមានចិត្តបរិសុទ្ធដែរហើយនៅពេលដែលពួកយើងបានចំណាយពេលវេលាជាមួយគ្នាគឺខ្ញុំបានធ្លាក់ក្នុងលំស្នេហ៍របស់ឯងហើយប៉ុន្តែបែរជាខ្ញុំធ្វើឲ្យឯងឈឺចាប់ដោយសារតែភាពអាត្មានិយមរបស់ខ្ញុំបែបនេះហើយខ្ញុំក៏បានព្យាយាមគិតដែរថាតើខ្ញុំគួរធ្វើបែបណាដើម្បីធ្វើការដោះស្រាយបញ្ហាមួយនេះហើយអ្វីដែលខ្ញុំបានគិតចេញហ្នឹងណាគឺខ្ញុំត្រូវការពេលវេលាដើម្បីធ្វើការនិយាយជាមួយឯងឲ្យបានត្រឹមត្រូវប៉ុន្តែបែរជាខ្ញុំគ្មានភាពក្លាហានហើយនៅតែបន្តទុករឿងនេះឲ្យយូរបែបនេះប៉ុន្តែនៅពេលដែលខ្ញុំបានពាក់សម្លៀកបំពាក់របស់ឯងម្ដងទៀតទៅធ្វើឲ្យខ្ញុំអាចនិយាយបាននៅពេលនេះគឺខ្ញុំបានធ្លាក់ក្នុងលំស្នេហ៍របស់ឯងហើយស៊ឺមីរ៉ាដូច្នេះហើយក្នុងនាមដែលខ្ញុំជាអេណាកាហ្នឹងណាថាតើពួកយើងអាចខ្លាចជាមិត្តភក្តិនឹងគ្នាម្ដងទៀតបានអន់ស៊ឺមីរ៉ាក៏បានបែរមុខចេញហើយនិយាយថាក្នុងនាមជាមិត្តភក្តិហ្នឹងណាពួកយើងមិនអាចទៅរួចទៀតទេក៏ដោយសារតែខ្ញុំបានលងឆ្លាញ់ឯងមកទៅហើយហ្នឹងបន្ទាប់ពីលើអញ្ចឹងឯងក៏បាននិយាយថាស៊ឺមីរ៉ាថាតើអាចឲ្យខ្ញុំហ្នឹងណាមើលមុខឯងតិចបានអន់ស៊ឺមីរ៉ាក៏បានតបថាអត់ទេហើយដែលបានជាខ្ញុំត្រូវធ្វើបែបហ្នឹងក៏ដោយសារតែខ្ញុំបានព្យាយាមស្អប់ឯងហើយរួមទាំងឯងទៀតប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើសម្លៀកបំពាក់មួយហ្នឹងគឺអ្នកដែលខ្ញុំនឹកគិតហ្នឹងណាគឺជាឯងហើយខ្ញុំក៏ប្រច័ណ្ឌដែរនៅពេលដែលបានដឹងថាអេណាកាមានភាពល្បីល្បាញនៅក្នុងសាលារៀនហើយសូម្បីតែឯងហ្នឹងណាក៏ដូចគ្នាដែរក៏ដោយសារតែឯងសង្ហាណាបើសូម្បីតែចរិតល្ងងរបស់ឯងហ្នឹងណាក៏មើលទៅគួរឲ្យស្រឡាញ់ដែរគឺតាំងតែពីខ្ញុំបានជួបឯងមកគឺខ្ញុំគ្មានពេលសម្រាប់ទេគឺនៅគិតអំពីឯងរហូតឯងក៏បានតបថាខ្ញុំសុំទោសផងអញ្ចឹងរួចគេក៏បានសប្បាយទេស៊ឺមីរ៉ាដោយនិយាយថាឲ្យខ្ញុំមើលមុខឯងបន្តិចមកដោយសារតែវាហ្នឹងណាមានរយៈពេលយូរហើយដែលឯងមិនដែលមើលមុខខ្ញុំហើយសម្លឹងចង់ភ្នែកខ្ញុំទេស៊ឺមីរ៉ាក៏បាននិយាយទាំងអៀនថានៅពេលដែលខ្ញុំសម្លឹងមើលភ្នែកឯងហ្នឹងណាគឺឯងនេះកាន់តែសង្ហាពេកហើយខ្ញុំក៏មានអារម្មណ៍ថាគឺខ្ញុំអាចអភ័យទោសឲ្យឯងទាំងអស់ឯងក៏បានសួរបញ្ជាក់ថារួមទាំងអេណាកាមែនស៊ឺមីរ៉ាក៏បាននិយាយទាំងអៀនថាសូម្បីតែអេណាកាហ្នឹងណាក៏សង្ហាដូចគ្នាដែរបន្ទាប់ពីលើអូននិយាយអញ្ចឹងគឺថាគេនេះឡើងសប្បាយចិត្តតែម្ដងស៊ឺមីរ៉ាក៏បានបន្ថែមថាសម្រាប់ពេលនេះឥឡូវនេះគឺឯងគ្មានរឿងអីដែលត្រូវលាក់បាំងទៀតទេត្រូវអន់ឯងក៏បានសប្បាយអបស៊ឺមីរ៉ាដោយនិយាយថាខ្ញុំសន្យាហើយខ្ញុំសុំទោសផងដែលធ្វើឲ្យឯងហ្នឹងណាយំខ្លាំងដល់ថ្នាក់នេះដែលការពិតទៅគឺខ្ញុំគួរធ្វើការបកស្រាយហើយនឹងធ្វើការបង្ហាញអារម្មណ៍របស់ខ្ញុំហ្នឹងណាឲ្យបានលឿនជាងនេះស៊ឺមីរ៉ាក៏បាននិយាយញាស់បងបន្តិចថាក្នុងនាមជាឯងហ្នឹងណាខ្ញុំគិតថាប្រហែលជាមានពាក្យសារភាពល្អជាងនេះឯងក៏បានតបថាអត់ទេក៏ដោយសារតែវាហ្នឹងណាជាលើកដំបូងដែលខ្ញុំធ្វើពិតប្រាកដបែបនេះរៀងឆ្កងបន្តិចហើយស៊ឺមីរ៉ាក៏បាននិយាយទៀតថាគឺបេះដូងរបស់បងហ្នឹងណាលោតញាប់ណាស់រួចគេក៏បានគិតថាតាមពិតទៅអាយដលរបស់ខ្ញុំហ្នឹងណាគឺគ្រាន់តែជាមនុស្សធម្មតាដូចតែគ្នាទេដែលមើលទៅវាមិនយុត្តិធម៌សោះដែលបងនេះគួរឲ្យស្រឡាញ់បែបនេះរួចគេក៏បាននិយាយទៀតថាគឺបងបានបង្រៀនអំពីរបៀបដើរលេងនៅពេលយប់ចំពោះខ្ញុំប៉ុន្តែខ្ញុំមិនដែលមាននរណាម្នាក់បង្រៀនអំពីរបៀបថើចំពោះខ្ញុំទេបន្ទាប់ពីលើអញ្ចឹងឯងក៏បានយកដៃទៅអង្អែលក្បាលហើយនិយាយថាមិនអីទេចាំបងបង្រៀនអូនក៏បានដែរដូច្នេះហើយឥឡូវនេះអូនចាប់ផ្ដើមបាត់ភ្នែកទៅដោយឃើញថាអូនប្រឹងពេកគេក៏បាននិយាយថាអូនកុំប្រឹងអីធ្វើធម្មតាទៅរបៀបថាសប្បាយរួចគេក៏បានចាប់ផ្ដើមបង្រៀនអំពីរបៀបថើមហ្នឹងទៅដល់អូនគេទៅបន្ទាប់ពីបញ្ចប់ការបង្រៀនហើយស៊ឺមីរ៉ាក៏បាននិយាយទាំងអៀនថាគឺវាពិតជាគួរឲ្យអាម៉ាពិតមែនឯងក៏បានសើចហើយនិយាយថាគឺអូនហ្នឹងគួរឲ្យស្រឡាញ់ណាស់ដឹងអន់ដែលកំឡុងពេលនឹងដែរក៏មាននារីពីរនាក់ដើរកាត់នឹងហើយនិយាយថាតើគេនឹងជាឯងមែនអន់ហើយចង់តែនៅជាមួយគេនឹងថាតើជាអ្នកណាបន្ទាប់ពីលឺអញ្ចឹងស៊ឺមីរ៉ាក៏បាននិយាយថាមានមនុស្សមកហើយអញ្ចឹងហើយឃ្លានគ្នាបន្តិចទៅតែថាឯងអត់ព្រមទេក៏បានសប្បាយចាប់ដៃអូនគេហើយនិយាយថាអត់អីទេបងអន់សម្រាប់ចិត្តហើយបងមិនលាក់បាំងអីទៀតទេហើយមួយវិញទៀតឥឡូវនេះទៅតែពេលព្រឹកទេយើងនៅមានពេលកន្លះថ្ងៃទៀតមិនហ្នឹងទៅដេតជាមួយគ្នារួចគេក៏បានដឹកដៃអូនហ្នឹងដើរចេញពីកន្លែងហ្នឹងទៅយ៉ាងមានក្តីសង្ឃកាលមកដល់ថ្ងៃថ្មីឲ្យឃើញថាឯងក៏បានយកការ៉េមកឲ្យអូនញ៉ាំហើយគេក៏បាននិយាយថាគឺវានៅសល់តែមួយនឹងទេបើសិនជាអញ្ចឹងហ្នឹងមិនពួកយើងញ៉ាំជាមួយគ្នាទេបន្ទាប់ពីលឺអញ្ចឹងឃើញថាអូនគេហ្នឹងឡើងសប្បាយចិត្តតែម្ដងហើយក៏បានសប្បាយដួលការ៉េនឹងញ៉ាំដែរទេបន្ទាប់ពីញ៉ាំបានបន្តិចគេក៏បានសួរបងគេថាហេតុអីបានជាបងហ្នឹងមើលមុខខ្ញុំមកម៉ែគឺកាយភ្នែកបែបហ្នឹងទៅមុខបែបហ្នឹងគឺជាអេណាកា
ដោយលឺអូននិយាយអញ្ចឹងគឺថាគេឡើងខ្នាញ់តែម្ដងក៏បានយកដៃទាំងអាក្បាលហើយនិយាយថាគឺអូនហ្នឹងណាគួរឲ្យស្រឡាញ់ណាស់រួចគេក៏បន្តដួសការ៉េបញ្ចុកអូនគេទៀតទៅចំណែកស៊ឺមីរ៉ាវិញគឺថាគេសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលបានឃើញអាយដលរបស់គេហើយមនុស្សដែលគេស្រឡាញ់ហ្នឹងណាយកចិត្តទុកដាក់ហើយនឹងផ្អែមល្ហែមបែបនេះដែលនេះហើយគឺជាក្តីសោកដែលគេតែងតែចង់បានកន្លងមក